បាទខ្សែទឹកខាងក្រៅហើយបាទខ្សែទឹកខាងក្រៅឈ្មោះថាមច្ឆាមហារំអិលបាទមហារំអិលខេត្តព្រៃវែងពាក់ផ្លាកលេខ074ស្រុកស៊ីធោកដាលបាទស្រុកស៊ីធោកដាលរីឯខ្សែទឹកខាងក្នុងពាក់ផ្លាកលេខ068ឈ្មោះថាសង្គមខេមរាបូរីណាសែនជ័យខេត្តកណ្ដាលបាទឥឡូវនេះឃើញថាខេត្តកណ្ដាលប៉ះជាមួយព្រៃវែងឥឡូវនេះបាទមហារំអិលមច្ឆាមហារំអិលព្រៃវែងបាទអូលឿនមែនតើហ្មងនិយាយមិនទាន់ចាប់ឈ្មោះផងក៏ចូលមកដល់ទីព្រ័ត្របាទមុនគូប្រកួតរបស់ខ្លួនដែលស្ថិតនៅខ្សែទឹកខាងក្នុងសង្គមខេមរាបរិណាសែនជ័យទូគូទី30បានមកដល់មុខវេទិកាកិត្តិយសហើយដែលទូខ្សែទឹកខាងក្នុងមានឈ្មោះថាមច្ឆាមហារំអិលចារបស់ខេត្តព្រៃវែងពាក់ផ្លាកលេខ074រីឯទូខ្សែទឹកខាងក្រៅមានឈ្មោះថាសង្គមខេមរាបូរីណាសែនជ័យចាជាទូករបស់ខេត្តកណ្ដាលចាមហារំអិលមច្ឆាមហារំអិលប្រកាសជារំអិលមែនចារំអិលខ្លាំងខ្លាណាស់គឺដល់ទីព្រ័ត្រឥឡូវហើយចាឥឡូវនេះត្រូវទទួលបានជ័យជំនះហើយមច្ឆាមហារំអិលរបស់ខេត្តព្រៃវែង